ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីមួយជូនពាក់ព័ន្ធនឹងការចុះបញ្ជីកម្មសិទ្ធិលើចំណែកឯកជនប្លង់ខុនដូតទៅឈ្មោះម្ចាស់កម្មសិទ្ធិដែលជាជនបរទេសនឹងត្រូវសរសេរទាំងជាអក្សរខ្មែរនិងជាអក្សរឡាតាំងនៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនហើយការកែប្រែការសរសេរឈ្មោះម្ចាស់កម្មសិទ្ធិដែលជាជនបរទេសជាអក្សរខ្មែរនិងអក្សរឡាតាំងគឺដើម្បីជួយសម្រួលឲ្យម្ចាស់កម្មសិទ្ធិក៏ជាជនបរទេសហ្នឹងគឺគាត់អាចផ្ទៀងផ្ទាត់ឈ្មោះរបស់គាត់បានត្រឹមត្រូវស្របតាមលិខិតឆ្លងដែនមិនតែប៉ុណ្ណោះការកែប្រែនេះក៏ជួយបង្កើនទំនុកចិត្តដល់ជនបរទេសដែលទិញចំណែកឯកជនស្របច្បាប់នៅប្រជាណាចក្រកម្ពុជាផងដែរគួរបញ្ជាក់ផងដែរថាកន្លងមកគឺយើងមានតែជាអក្សរខ្មែរទេដោយបងប្អូនឃើញនៅក្នុងរូបដែលខ្ញុំដាក់ជូននេះស្រាប់សម្រាប់ព័ត៌មានលម្អិតសូមបងប្អូនពិនិត្យមើលលិខិតដែលខ្ញុំបានភ្ជាប់ជូនសូមអរគុណសម្រាប់ការតាមដានស្ដាប់សូមចុច follow ដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងថ្មីៗបន្ថែមទៀតសុភាព Legal Property ឆ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក